គ្រាន់តែគិតរឿងធ្វើម្ហូបនឹងបងប្អូននិយាយថាពីវល់វែកខួរក្បាលឡើងជ្រក់ជ្រេញតែម្ដងហើយហើយមុខម្ហូបនេះដែរបងប្អូនខ្ញុំគិតតាំងពីយប់មិញណោះគិតឲ្យធ្វើឲ្យពោះខ្ញុំនឹងវាជ្រួលជ្រើមឃ្លានតាំងពីយប់ចាចង់ធ្វើញ៉ាំតាំងពីយប់ប៉ុន្តែគាត់ថាវាពាក់កដាលយប់ពេកយើងធ្វើអីវាអត់តាន់ដោយសារអីខ្ញុំអត់មានបន្លែខ្ញុំអត់មានសាច់ខ្ញុំអត់មានអីទេចាអញ្ចឹងហើយព្រឹកឡើងនឹងក៏ស្ទុះវឹងចាទៅផ្សារទិញបានសាច់ជ្រូក3ជាន់តែសាច់សុទ្ធអត់យកសាច់ជ្រូក3ជាន់ព្រោះអីខ្ញុំចង់ធ្វើសាច់ជ្រូកស្ងោរតបជាមួយនឹងនំបញ្ចុកទឹកត្រីផ្អែមចាហើយអញ្ចឹងទៅក៏រកអាសាច់ជ្រូក3ជាន់ដែលជាប់ខ្លាញ់អញ្ចឹងដូចជាសាច់ដែលជាប់ខ្លាញ់តិចអញ្ចឹងហើយយើងយកវាមកស្ងោរតបជាមួយនឹងនំបញ្ចុកធ្វើទឹកត្រីផ្អែមទៅពុកម៉ែបងប្អូនហើយនិយាយពីថាជាតិនោះឪម៉ែអាជាតិហើយនិយាយថាពីអត់ទាន់បានញ៉ាំទេបងប្អូនប៉ុន្តែគ្រាន់តែមើលឃើញតែមុខម្ហូបនេះក៏គួរឲ្យឃ្លានគួរឲ្យដូចថាធ្វើឲ្យពោះនោះវាជួលជ្រើមតែម្ដងណាចាគ្រាន់តែមកដល់ផ្ទះផ្លែតហ្នឹងក៏ដាក់គ្រឿងក្រៅបន្លែប្លុកស្លស្លុកហ្នឹងក៏ដាក់ចុះពីដៃរួចក៏ស្ទុះទៅកាត់សក្រីផ្លែតតាកាត់យកតែគល់កាត់តែម្ដើមទេព្រោះអីសក្រីខ្ញុំនេះខ្ញុំកាត់រាល់ថ្ងៃពេកពុកម៉ែបងប្អូនហើយនិយាយថាពីលូតលាស់ហាត់ធន់ខ្ញុំកាត់តែម្ដងហើយដើមវាទូចប៉ុន្តែដោយសារអីយើងត្រូវការតែម្ដើមក៏ខ្ជិលទិញពីផ្សារមកក៏នឹកឃើញថាសក្រីខ្លួនឯងមានដែរក៏កាត់ទៅទូចធំក៏ដោយណាមួយខ្ញុំត្រូវការតែម្ដើមទៀតចាខ្ញុំអត់ត្រូវការច្រើនទេអញ្ចឹងទៅទូចធំក៏ដោយខ្ញុំមិនគិតដែរខ្ញុំក៏កាត់ម្ដើមមកដើម្បីពេលដែលខ្ញុំដាំទឹកទៅខ្ញុំបង់គល់ក្រៃហ្នឹងទៅឲ្យទឹកពុះទៅខ្ញុំក៏បង់សាច់បង់អីដើម្បីយកក្លិនគល់ក្រៃហ្នឹងណាបងប្អូនដើម្បីយើងរងាប់ក្លិនស្អុយផាន់សាច់ជ្រូកផាន់យើងហ្នឹងណាចាក្រោយពីបង់សាច់ជ្រូកហើយក៏បានដាក់ស្ងោរសាច់ជ្រូកហ្នឹងចាមួយសន្ទុះដើម្បីឲ្យវាឆ្អិនឲ្យវាផុយសាច់អញ្ចឹងណាការស្ងោរសាច់ជ្រូកផាន់ខ្ញុំមួយសន្ទុះនេះក៏យូរដែរណាបងប្អូនចាបើតាមគិតម៉ោងខ្ញុំស្ងោរប្រហែលជាកន្លះម៉ោងបងប្អូនចាខ្ញុំស្ងោរប្រហែលជាកន្លះម៉ោងទៅដើម្បីឲ្យវាបាត់ក្លិនចាបាត់ក្លិនអាសុយសាច់ជ្រូកហ្នឹងណាបើសិនជាយើងស្ងោរលឿនពេកមើលឆ្អិនមកល្មមយើងដូចថាយើងស្រង់ចេញស្រង់អីហ្នឹងទៅវានៅអាក្លិនស្អុយសាច់ជ្រូកហ្នឹងបងប្អូនដែលមានធំក្លិនស្អុយសាច់ជ្រូកអត់ចាវាស្អុយរបៀបស្អុយជ្រូកណាបងប្អូនចាវាមិនមែនស្អុយដូចក្លិនស្អុយទេវាស្អុយដូចគេហៅថាឆ្អាបបើត្រីវិញឆ្អាបប៉ុន្តែបើសាច់ជ្រូកវិញវាធំក្លិនសាច់ជ្រូកចឹងណាចាបន្ទាប់ទៅពីនឹងដែលសាច់ខ្ញុំឆ្អិនរួចហើយខ្ញុំក៏ចាប់ផ្ដើមយកសាច់មកហាន់ជាប្រទេសរាងធំចាមកល្មមមកយើងញ៉ាំទៅថាគួរឲ្យឆ្ងាញ់គួរឲ្យជក់ចិត្តដិតអារម្មណ៍ហើយទឹកត្រីបុកនេះខ្ញុំបុកតាំងពីម្សិលមិញដើម្បីរៀបចំទុកដាក់ចាឲ្យហើយព្រោះអីម្ហូបខ្ញុំពេលខ្លះខ្ញុំត្រូវការផ្ទាប់ជាមួយនឹងទឹកត្រីបុកនឹងតែម្ដងចាបើមានវាស្រាប់ហើយក៏វាស្រួលសម្រាប់យើងដែរវាអត់មានយឺតមានយ៉ាវអីទេចាហើយពុកម៉ែបងប្អូនវីដេអូរបស់ខ្ញុំក៏មកដល់ទីបញ្ចប់ហើយដែរខ្ញុំក៏សូមថ្លែងអំណរគុណទៅដល់អ្នកទាំងអស់គ្នាដែលបានមើលវីដេអូរបស់ខ្ញុំកុំភ្លេចជួយ like និងជួយចុច subscribe វីដេអូរបស់ខ្ញុំផងណាជម្រាបលា